តាអ្នកធ្លាប់ហើមពោះឆ្អល់ពោះឬតឹងពោះញឹកញាប់ដែរទេជាទូទៅវាគ្រាន់តែជាបញ្ហារំលាយអាហារធម្មតាប៉ុណ្ណោះប៉ុន្តែពេលខ្លះវាអាចជាសញ្ញាព្រមាននៃជំងឺធ្ងន់ធ្ងរដែលអ្នកមិនគួរមើលរំលងឡើយតើពេលណាដែលអ្នកត្រូវប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់ទី1ប្រសិនបើអ្នកមានអាការៈឈឺពោះខ្លាំងភ្លាមឬឈឺខ្លាំងទៅមិនព្រមបាត់សោះទី2ស្រកទម្ងន់លឿនខុសធម្មតាដោយគ្មានមូលហេតុច្បាស់លាស់ទី3មានអាការៈក្តៅខ្លួនក្អួតចង្អោរខ្លាំងឬបត់ជើងធំមកមានលាឈាមនិងទី4បញ្ហាហើមពោះនិងឆ្អល់ពោះនេះកើតឡើងជាប់គ្នាលើសពី2សប្តាហ៍ទោះបីជាអ្នកបានផ្លាស់ប្ដូររបបអាហារហើយក៏ដោយកុំប្រងើយកន្តើយនឹងសញ្ញាព្រមានទាំងនេះបើអ្នកឬមនុស្សជាទីស្រឡាញ់មានអាការៈទាំងនេះសូមទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញជាបន្ទាន់ដើម្បីពិនិត្យនិងព្យាបាលបានទាន់ពេលវេលាថែរក្សាសុខភាពពោះវៀនរបស់អ្នកដើម្បីជីវិតដែលមានក្តីសុខ